មាសកើនឡើងប្រមាណ$41ក្នុងមួយដំណឹងបន្ទាប់ពីទិន្នន័យសន្ទុះតម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកមានការធ្លាក់ចុះយោងតាមទិន្នន័យសន្ទុះតម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកធ្លាក់ចុះឬក៏ CPI និងការដាក់ពន្ធពីប្រទេសកាណាដាទៅលើអាមេរិកបានជំរុញឲ្យតម្លៃហាងឆេងមាសមានការកើនឡើងខ្លាំងមកវិញប៉ូលកើនឡើងពីតំបន់$2,906មកដល់តំបន់$2,940ក្នុងមួយអោនប្រទេសកាណាដាបាននិយាយថាខ្លួននឹងដាក់ពន្ធ 25% លើទំនិញអាមេរិកដែលមានតម្លៃជាង$21,000 លានក្នុងការសងសឹកចំពោះពន្ធដែកនិងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិករដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដាលោក Dominic បាននិយាយនៅក្នុងសារព័ត៌មានមួយថាពន្ធថ្មីនេះអនុវត្តលើដាច់ថែបនិងអាលុយមីញ៉ូមក៏ដូចជាទំនិញផ្សេងទៀតរបស់សហរដ្ឋអាមេរិករួមទាំងកុំព្យូទ័រឧបករណ៍កីឡានិងផលិតផលផ្សេងៗដែលធ្វើពីដែកលោកលើកឡើងបន្ថែមទៀតថាពន្ធនេះនឹងចូលជាធរមាននៅក្នុងថ្ងៃប្រហោះនេះដែរពន្ធ 25% របស់លោក Donald Trump លើដែកថែបនិងអាលុយមីញ៉ូមត្រូវបានអនុវត្តចំពោះការនាំចូលលោហៈធាតុទាំងអស់មិនត្រឹមតែប្រទេសកាណាដាប៉ុណ្ណោះនោះទេកត្តានេះហើយដែលធ្វើឲ្យសន្ទុះប្រាក់ដុល្លារមានការធ្លាក់ចុះរុញច្រានឲ្យតម្លៃហាងឆេងមាសមានការកើនឡើងខ្លាំងមកវិញសម្រាប់បងប្អូនដែលចង់ចាប់យកឱកាសកក់ហាងឆេងមាសតាមប្រព័ន្ធធនាគារបងប្អូនមានដើមទុន$10,000ក៏អាចកក់មាសបាន1ឡតឬក៏ស្មើនឹង3គីឡូមាសដែរសម្រាប់បងប្អូនដែលចង់រៀនកក់ហាងឆេងមាសតាមប្រព័ន្ធធនាគារនិងបើកគណនីកក់ហាងឆេងអាចទំនាក់ទំនងផ្ទាល់មកកាន់នាងខ្ញុំលឹមសៀវមីតាមរយៈលេខទូរស័ព្ទខាងលើនាងខ្ញុំនឹងជួយបង្រៀននិងប្រឹក្សានិងចែករំលែកពីការយល់ដឹងពីការកក់ហាងឆេងមាសតាមប្រព័ន្ធធនាគារដែលឥតគិតថ្លៃ